ជំរាបសួរលោកគ្រូក៏សួស្តីទៅកាន់មិត្តភក្តិទាំងអស់គ្នាខ្ញុំបាទឈ្មោះយ៉ាងស្ថាតមកក្រុម AU20 ថ្ងៃនេះដែរខ្ញុំធ្វើការបបបង្ហាញតទៅនឹងការប្រឡងសងមុខជាខ្ញុំគឺ Access2 ដែលត្រូវ record បង្ហាញទៅលោកគ្រូនៅកាន់មិត្តភក្តិទាំងអស់គ្នាជាដំបូងខ្ញុំសូមបង្ហាញទៅកាន់ form design ដែលយើងបានកំណត់បាទលោកគ្រូខ្ញុំសូមកាន់ view design view រកមកគឺជា form design view នៅក្នុង front end ដែលយើងត្រូវកំណត់និងត្រូវបង្ហាញទៅកាន់លោកគ្រូមួយគឺ ID first name last name add ប៊ូតុង add ប៊ូតុង update និងប៊ូតុង remove ហើយនេះគឺជាប៊ូតុងដែលយើងត្រូវ tag មានដូចជា female និង male មានដូចគ្នាដែលយើងត្រូវ tag មាន active និង VIP តើតើទៅនឹងតារាងខាងក្រោមនេះនៅពេលដែលយើង add តនន័យមួយចំនួនចូលគឺវាត្រូវចូលនៅក្នុងតនន័យតារាងនេះតែម្ដងដើម្បីងាយស្រួលក្នុងការយើងទៅ view នៅក្នុង design ខ្ញុំចូលទៅក្នុង code ដើម្បីបញ្យល់ទៅកាន់លោកគ្រូខ្លះនេះគឺជា code មួយចំនួនដែលយើងត្រូវធ្វើការបត់បង្ហាញឲ្យយល់បានខ្លះបាទលោកគ្រូនេះគឺជា code ទាំងអស់ដែលយើងនៅក្នុងប៊ូតុង add ដើម្បីយើង add បានយើងត្រូវសរសេរ code មួយចំនួននៅក្នុងនេះទីមួយគឺនេះគឺជា path ដែលយើងកំណត់នៅក្នុង folder របស់យើងដែលយើងយកមកដាក់នៅក្នុងនេះដើម្បីដំណើរការនៅក្នុង path របស់យើងនៅក្នុងការ add ចូលបានដើម្បីយើងចែកចូលបាននេះគឺជា record set add new ដែលយើងចាប់ផ្ដើមពី index លេខ0ដល់លេខ5មានដូចជា text ID value text first name value text last name value និង IFS frame form gender ដើម្បីយើងសរសេរបានឥឡូវខ្ញុំឧទាហរណ៍ទៅកាន់ code តែម្ដងបានលោកគ្រូខ្ញុំធ្វើការ add តែម្ដងគឺថាខ្ញុំ add 001ហើយនេះឈ្មោះរបស់ខ្ញុំឈ្មោះ and សុថាតបន្ទាប់មកខ្ញុំជ្រើសយក mail ហើយខ្ញុំក៏ជ្រើសយក active ខ្ញុំបិទ VIP បន្ទាប់មកខ្ញុំ add គឺតើន័យគឺវានឹងធ្លាក់ចូលមកក្នុងតារាងដែលយើងបានកំណត់រួចហើយខ្ញុំមកមើលនៅក្នុង back end វិញនេះគឺអត់មានតើន័យទេបន្ទាប់មកខ្ញុំក៏ refresh វាគឺតន័យដែលខ្ញុំបានកំណត់នៅក្នុង front end គឺធ្លាក់ចូលក្នុង back end នេះតែម្ដងនេះគឺជាឈ្មោះហើយនឹង no បន្ទាប់មកខ្ញុំក៏ add ឈ្មោះ 2-3 ចូលទៀតដើម្បីបញ្ជាក់ថាវាត្រូវ record នេះខ្ញុំដាក់ 002 ឈ្មោះខ្ញុំដាក់ dom តារាបន្ទាប់មកខ្ញុំជ្រើសយក female print ខ្ញុំយក VIP បន្ទាប់មកខ្ញុំ add គឺវាឈ្មោះ dom តារាគឺធ្លាក់ចូលនៅក្នុងតារាងនេះតែម្ដងបន្ទាប់មកខ្ញុំក៏ refresh នៅក្នុង backend របស់យើងវិញគឺតន័យដែលយើងបញ្ចូលឈ្មោះថា dom តារាគឺបានធ្លាក់ចូលហើយដែលមាន gender female ហើយ active យើងយក no ខាងនេះយើងយកវិញបែបវា load មកបែបហ្នឹងឈានទៅដល់ប៊ូតុង update វិញយើងសូមទៅបង្ហាញ code នេះប៊ូតុង update ដើម្បីយើង update នៅក្នុងទិន្នន័យនៅក្នុង front end និង back end បានយើងត្រូវសរសេរ code មួយចំនួននេះសិនដូចជា set db ស្មើនឹង ds ដែលយើងកំណត់ថា database នេះគឺជា path ដែលយើងយកមកកំណត់នៅដូចនៅក្នុងខាងលើនៅក្នុងប៊ូតុង add ដែរគឺយើងយក path មកយើងដើម្បីកំណត់ដើម្បីអាច update បានហើយនេះគឺជា OSS find first ID នេះគឺ text ID value ដែលយើងមាន on ទៅដល់សញ្ញាហ្នឹងហើយនឹង single quote តបមកយើងក៏ edit text IU ដែលយើងចង់ edit នៅក្នុងតារាងដែលយើងចង់អធិស្ឋានលោកគ្រូដែលយើងចង់update នឹងតែម្ដងទាំងឈ្មោះទាំង ID ទាំងទិន្នន័យនិងទាំង gender និង level ឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំទៅ update ខ្ញុំ update នៅក្នុងឈ្មោះរបស់ខ្ញុំឈ្មោះថាចាយស្ថាននេះខ្ញុំដាក់ទៅជា ID 004វិញខ្ញុំឡើងនេះខ្ញុំដាក់ឈ្មោះស្ថានហើយខាងក្រោមនេះខ្ញុំដាក់ឈ្មោះយ៉ាងវិញតោះមកខ្ញុំជ្រើសយក female និង VIP តោះមកខ្ញុំ update
នេះលោតនៅ message មួយដែលឈ្មោះថា record not found ជាងបានន័យថាការអាប់ដេតរបស់យើងទទួលបានជោគជ័យបន្ទាប់មកខ្ញុំក៏មើលនៅក្នុងform back end វិញខ្ញុំ refresh គឺដូចគ្នាគឺឈ្មោះ start mail និងចេះវិញបាទលោកគ្រូបន្ទាប់មកខ្ញុំក៏ទៅប៊ូតុងមួយទៀតគឺហៅថាប៊ូតុង remove ដើម្បីអាចត្រូវបានខ្ញុំទៅប៊ូតុង remove ដើម្បីកំណត់មើលកូដថាវាទៅសេកូដបែបណាថាយើងអាច remove បាននេះគឺជាប៊ូតុង remove ដែលនៅខាងលើនេះគឺវាស្តៀងនៅក្នុងប៊ូតុងផ្សេងទៀតដែរប៉ុន្តែគាត់តែមានការសរសេរកូដខុសគ្នាដូចទីហោថានេះខាងលើនេះគឺសរសេរដូចគ្នាដែលយើងយក path នឹងយកមកដាក់ទៅដើម្បីកំណត់ស្គាល់ថាយើងអាចទៅ delete នៅក្នុង folder មួយនឹងបានឬក៏នៅក្នុង table មួយនឹងបានបន្ទាប់មកគឺយើងត្រូវសរសេរដូចគ្នា find first id default id value នឹងដូចគ្នាខាងលើបន្ទាប់មកខ្ញុំធ្វើការ remove ទៅក្នុងប៊ូតុងនឹងតែម្ដងបាទលោកគ្រូនេះគឺជាប៊ូតុងដែលយើងត្រូវ remove ឥឡូវខ្ញុំ remove ដំតារាដែលជា female ខ្ញុំត្រូវ remove ខ្ញុំចុចប៊ូតុង remove ហើយវា load message មួយដែលឈ្មោះថា delete secret false តែខ្ញុំត្រូវក៏ចុច OK គឺdata ដែលនៅតាមដែលយើងអាចចូលមុនហ្នឹងហើយយើងត្រូវ remove ហ្នឹងគឺត្រូវបាត់ឥឡូវយើងមើលនៅក្នុង back end វិញនេះគឺមានឈ្មោះយើងត្រូវ refresh គឺបាត់តែម្ដងអញ្ចឹងមានន័យថាការសរសេរកូដរបស់យើងគឺអូខេនឹងធ្វើបានជោគជ័យឥឡូវខ្ញុំសូមremove ម្ដងទៀតឈ្មោះមួយយើងឈ្មោះចាស់ស្ថាតឥឡូវខ្ញុំចុចប៊ូតុង remove វា load message ដូចមុនអញ្ចឹង delete successful អញ្ចឹងខ្ញុំក៏ចុច OK គឺតន្ន័យ data នៅក្នុងនៅក្នុង table ដែលយើងបាន add ពីមុននេះគឺបានហើយឥឡូវយើងទៅមើលនៅក្នុងនេះម្ដងទៀតគឺខ្ញុំគាត់ refresh គឺតន្ន័យដែលយើងបានកំណត់តែប៉ុន្មានគឺត្រូវបានយើងលុបចោលអស់ហើយបាទលោកគ្រូវីដេអូខ្ញុំមានតែប៉ុណ្ណឹងអរគុណច្រើនលោកគ្រូជំរាបលាលោកគ្រូ